ជំរាបសួរលោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាពួកយើងគឺជាក្រុមទី2ដែលមានសមាជិកដូចជាខ្ញុំបាទអេសុភារដ្ឋាសុខារិទ្ធសឿនប្រសាសុនសិវដ្ឋានិងសសុខេជាអកុសលថ្ងៃនេះសសុខេមិនបានចូលរួមជាមួយពួកយើងទេដែលមានហេតុការចាំបាច់រវល់ចាំបាច់ខ្លួនឯងចឹងថ្ងៃផងដែរគឺមានតែសមាជិកយើង4នាក់សម្រាប់ជជែកគ្នាទៅលើប្រធានបទមួយនេះថ្ងៃនេះផងដែរយើងលើកយកប្រធានបទមួយមកជជែកបែកញែកគ្នាគឺ World Trading Organization ប្រធានបទនេះយើងនឹងនិយាយពី5ចំណុចទី1គឺ background ដែលយើងនិយាយពីការផ្ដួចផ្ដើមនៃអង្គការឬស្ថាប័នមួយនេះទី2យើងនិយាយពីសមាជិកអង្គការឬស្ថាប័ននេះទី3យើងនិយាយពី vision and mission ទី4គឺយើងនិយាយពី last 5 years achievement សមិទ្ធផល5ឆ្នាំចុងក្រោយនិងទី5យើងនិយាយពី current challenges យើងនិយាយពីឧបសគ្គអង្គការស្ថាប័នមួយនេះកំពុងតែជួបប្រទះអញ្ចឹងយើងនឹងផ្ដើមដោយបងវត្ថាដែលគាត់នឹងនិយាយពីជជែកបែកញែកអំពីការផ្ដួចផ្ដើមនៃអង្គការស្ថាប័នមួយនេះបាទជំរាបសួរលោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនិយាយចំណុចទី1ទៅលើចំណងជើងទី1គឺ background ซึ่งដូចអ្នកទាំងអស់គ្នាដឹងថា WTO ហ្នឹងសាថ្មីចឹងតើអ្នកទាំងអស់គ្នាដឹងថា WTO ហ្នឹងមានន័យថាម៉េច WTO ហ្នឹងគឺជាពាក្យកាត់របស់ពាក្យពេញថា The World Trade Organization ដែលបកជាភាសាខ្មែរបកប្រែថាអង្គការពាណិជ្ជកម្មពិភពលោកដែលមានទីស្នាក់ការបច្ចុប្បន្ននៅឯ Geneva ទីក្រុងប្រទេស Switzerland ហើយអង្គការអន្តរជាតិអង្គការពាណិជ្ជកម្មពិភពលោកនេះគឺជាអង្គការអន្តរជាតិតែមួយគត់ដែលដោះស្រាយពាណិជ្ជកម្មរវាងប្រទេសនានាអង្គការពាណិជ្ជកម្មពិភពលោក WTO ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ1995និងគោលបំណងធានាថាពាណិជ្ជកម្មអន្តរជាតិដំណើរការទៅដល់រលូនអាចព្យាករណ៍បាននិងសេរីតាមដែលអាចធ្វើទៅបាននៅក្នុងចំណុចស្នូលរបស់វាគឺកិច្ចព្រមព្រៀង WTO ដែលបានចរចានិងចុះហត្ថលេខាដោយប្រទេសពាណិជ្ជកម្មភាគច្រើនរបស់ពិភពលោកនឹងបានផ្ដល់ជាផលសេចក្ដីបាននៅក្នុងសភារបស់គេចំណុចទី2នោះគឺ member ឬក៏យើងបកប្រែមកខ្មែរថាសមាជិកនៅក្នុងសមាជិករបស់ WTO បច្ចុប្បន្នមានចំនួន166ប្រទេសគិតត្រឹមឆ្នាំ2024ហើយអង្គការពាណិជ្ជកម្មពិភពលោកនេះត្រូវបានបង្កើតឡើងដំបូងបំផុតដោយប្រទេសចំនួនតែ123នៃកិច្ចព្រមព្រៀងទូទៅស្តីពីពន្ធគយនិងពាណិជ្ជកម្ម GATT តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងMarrakesh នៅក្នុងថ្ងៃទី15ខែមេសាឆ្នាំ1994ដែលបានបង្កើតអង្គការនេះជាផ្លូវការនៅថ្ងៃទី1ខែមករាឆ្នាំ1995ហើយប្រទេសកម្ពុជាក៏ជាសមាជិករបស់អង្គការ WTO ផងដែរដែលបានចូលជាសមាជិករបស់អង្គការនេះនៅក្នុងថ្ងៃទី13ខែតុលាឆ្នាំ2004ចឹងចំណុចរបស់ខ្ញុំបានចប់ហើយចូលតចំណុចរបស់សមាជិកខ្ញុំបន្តទៀតខ្ញុំនឹងបន្តចាប់តត្រង់ vision និង mission នេះគឺជាចក្ខុវិស័យនិងគោលការណ៍របស់ World Organization អង្គការកម្មពិភពលោក World Trading Organization ហ្នឹងគឺមានចក្ខុវិស័យដូចគោលមួយគឺដើម្បីបញ្ចប់ពន្ធគយទៅលើការធ្វើពាណិជ្ជកម្មជុំវិញពិភពលោកនិងជំនាញរបាំងដែលធ្វើឲ្យពាណិជ្ជកម្មពិភពលោកមានការរាំងស្ទះប៉ុន្តែប៉ុណ្ណោះ World Trade Organization ហ្នឹងក៏ធានាបានថាការធ្វើពាណិជ្ជកម្មនៅលើពិភពលោកហ្នឹងពុំមានការបែងចែកឬរើសអើងហើយក៏ពុំមានការ discrimination គឺមិនមានការពុករលួយអីក្នុងនោះផងដែរ
ប៉ុន្តែប៉ុណ្ណោះ World Trade Organization នេះក៏ចង់លើកតម្កើងលើកកម្ពស់របស់living standards ដោយគឺលើកតម្កើងជីវភាពរស់នៅរបស់ប្រជាជនជុំវិញពិភពលោកហើយអង្គការ WTO ឬ World Trade Organization នេះគឺមាន mission 3ធំដំណើរដែលធ្វើឲ្យអង្គការមួយនេះដំណើរការបានគឺទី1គឺ negotiation forum នេះគឺជាដើរតួយ៉ាងសំខាន់ក្នុងការឲ្យសមាជិកនៃអង្គការមួយនេះអាចចរចាគ្នាបានដើម្បីជំនះឬកាត់បន្ថយនៅរបាំងដែលធ្វើឲ្យពាណិជ្ជកម្មពិភពលោកមានការកកស្ទះដូចជាពន្ធគយហើយនឹងច្បាប់ផ្សេងក្នុងការធ្វើពាណិជ្ជកម្មមួយទៀតគឺ monitoring policy នេះគឺដើម្បីមើលទៅលើថាតើសមាជិកនីមួយៗហ្នឹងបានធ្វើទៅតាមគោលការណ៍របស់ WTO អង្គការពាណិជ្ជកម្មពិភពលោកដែរឬអត់ហើយទី3នោះគឺ dispute settlement នេះគឺបានន័យថាការធ្វើឲ្យមានការរាយប៉ាយឬក៏បានន័យថាធ្វើឲ្យមានការ settlement ហ្នឹងវាច្រើនជាងមុន providing a formal structured procedure to resolve conflicts between members regarding interpretation and application of WTO agreements កន្លែងនេះបានន័យថាអង្គការនេះគឺដើរតួយ៉ាងសំខាន់នៅក្នុងការដោះស្រាយទំនាស់ឬក៏របាំងដែលមានចំពោះឬជុំវិញសមាជិករបស់ខ្លួនឧទាហរណ៍បើសមាជិករបស់ខ្លួនកំពុងមានចំនួនឬមានការមិនឯកភាពគ្នាត្រង់ចំណុចណាមួយនៃការធ្វើពាណិជ្ជកម្ម WTO នេះនឹងដើរតួយ៉ាងសំខាន់នៅក្នុងការដោះស្រាយវិវាទនោះចំណុចទី4ដែលយើងនឹងយកមកនិយាយនោះគឺ for achievements last 5 years the achievements of the last 5 years ដែលនឹងបកស្រាយដោយប្រសាអរគុណជម្រាបសួរលោកគ្រូនិងជម្រាបសួរអ្នកទាំងអស់គ្នាចឹងខ្ញុំបាទឈ្មោះសឿនប្រសាហើយខ្ញុំនឹងចេញនិយាយពីសមិទ្ធផលសំខាន់របស់អង្គការ WTO ឬអង្គការពាណិជ្ជកម្មពិភពលោកដែលសមិទ្ធផលរយៈពេល5ឆ្នាំពីឆ្នាំ2021ដល់ឆ្នាំ2025តើយើងចាប់តាមអ្នកគ្នាយើងនិយាយអំពីអង្គការពាណិជ្ជកម្មពិភពលោកឬអង្គការ WTO វាមានសមិទ្ធផលជាច្រើនតែខ្ញុំនឹងលើកសមិទ្ធផល5ចំណុចធំដែលសំខាន់មានដូចជាទី1គឺកិច្ចព្រមព្រៀងស្តីពីការវិស័យនេសាទនៅក្នុងឆ្នាំ2022អញ្ចឹងកិច្ចព្រមព្រៀងមួយនេះគឺស្តីអំពីការនេសាទដែលនៅក្នុងប្រទេសមួយចំនួនភាគតូចដែលនេសាទមួយចំនួនភាគតូចគឺមានការនេសាទខុសច្បាប់ដែលនេសាទនៅក្នុងតំបន់នៅក្នុងរដូវកាលត្រីពងដែលវាជាហានិភ័យខ្ពស់សម្រាប់ដល់ការបន្តពូជរបស់ត្រីមួយចំនួនហេតុដូចនេះហើយគឺអង្គការពាណិជ្ជកម្មពិភពលោកឬ WTO បានមានកិច្ចព្រមព្រៀងស្តីពីវិស័យនេសាទនេះដើម្បីឲ្យមានការបញ្ឈប់នេសាទត្រីនៅក្នុងអំឡុងដែលត្រីពងបន្ទាប់មកទី2គឺ The Geneva Pact កញ្ចប់សេចក្តីសម្រេចពីទីក្រុង Geneva នៅក្នុងឆ្នាំ2022ដូចគ្នាដែរដែលកញ្ចប់មួយនេះគឺនិយាយអំពីនៅក្នុងកំឡុងក្នុងឆ្នាំ2022ហ្នឹងគឺ The Geneva Pact បានរៀបវ៉ាក់សាំងជាច្រើនដើម្បីទប់ស្កាត់នៃជំងឺ COVID-19 កុំឲ្យមានការឆ្លងនៃជំងឺ COVID នេះម្ដងទៀតបន្ទាប់មកទី food security ឬការសន្តិសុខស្បៀងគឺទី Geneva Pact និងទីអង្គការ WTO គឺមានការគ្រប់គ្រងស្បៀងកុំឲ្យមានការលួចស្បៀងពីប្រទេសដទៃអីចឹងជាដើមនិងទី support និងកែតម្រង់នៃអង្គការ WTO ឡើងវិញគឺកុំឲ្យមានអំពើពុករលួយអីចឹងជាដើមឥឡូវយើងនិយាយមកដល់ចំណុចទី3ដែលចំណុចទី3គឺជាចំណុចដែលសំខាន់ជាងគេដូចគ្នាដែរគឺបន្តការគ្រប់គ្រងពាណិជ្ជកម្មពិភពលោកនិង Global Trade អង្គការ WTO ឬអង្គការពាណិជ្ជកម្មពិភពលោកបានបន្តការត្រួតពិនិត្យនយោបាយពាណិជ្ជកម្មដោះស្រាយវិវាទពាណិជ្ជកម្មអន្តរជាតិឬទី IBM let's call the international business management ដើម្បីឲ្យមានស្ថិរភាពនិងតម្លាភាពគឺទប់ស្កាត់កុំឲ្យមានអំពើពុករលួយនិងការឈ្លោះប្រកែកគ្នានៅក្នុងវិស័យ global trade អីចឹងជាដើមចំណុចទី4វិញ
13 of រដ្ឋមន្ត្រី or the 13 of Prime Minister នៅក្នុងឆ្នាំ2024ដែលសមាជិកបានយកបន្តការចរចាវិស័យកសិកម្មនេសាទនិងកំណែទម្រង់ WTO ជាពិសេសគឺ International Business Management ដើម្បីឲ្យវាមានប្រសិទ្ធភាពល្អអីចឹងជាដើមយើងនិយាយមកដល់ចំណុចទី5វិញដែលជាចំណុចបញ្ចប់របស់ខ្ញុំគឺខួបការគោរពខួប30ឆ្នាំរបស់អង្គការពាណិជ្ជកម្មពិភពលោកឬ WTO ដែលអង្គការ WTO បានប្រារព្ធខួប30ឆ្នាំដែលបញ្ជាក់ថាអង្គការនេះគឺមានសមាជិកទាំងអស់គឺ166ដែល166ប្រទេសនៅក្នុងពិភពលោកដែលតំណាងឲ្យជាង 98% នៃពាណិជ្ជកម្មពិភពលោកសមាជិកក៏បានអំពាវនាវឲ្យបន្តការកែតម្រង់ឲ្យមានកាន់តែមានដើម្បីឲ្យមានប្រសិទ្ធភាពកាន់តែល្អប្រសើរឡើងនៅពេលថ្ងៃខាងមុខបាទចំណុចខ្ញុំគឺបញ្ចប់ដល់ពេលហ្នឹងហើយបាទអញ្ចឹងចំណុចបន្ទាប់គឺជាចំណុចរបស់ខ្ញុំដែលនិយាយពីបញ្ហាប្រឈមឬក៏បញ្ហាដែលជាបញ្ហាចោទដែលអង្គការ WTO នេះកំពុងតែជួបប្រទះឈានចូលដល់រឿងបញ្ហានេះដូចយើងនឹងស្រាប់ហើយថា WTO គឺជាអង្គការពាណិជ្ជកម្មពិភពលោកអញ្ចឹងអ្វីទាំងអស់ពាក្យថាអង្គការមួយម៉ាច់គឺមិនមែនមានត្រឹមតែប្រទេសមួយដែលអាចចាប់ផ្ដើមឡើងបាននោះទេតើតែមានការស្រោះស្រួលពីប្រទេសច្រើនទាំងអស់គ្នាហើយឈានទៅរកកិច្ចព្រមព្រៀងមួយចំពោះបញ្ហាប្រឈមដែល WTO កំពុងតែជួបប្រទះនោះគឺបញ្ហាកិច្ចព្រមព្រៀងនេះឯងជាក់ស្ដែងគឺបច្ចុប្បន្ននេះកំពុងតែមានវិវាទផងដោយសារតែវិវាទរវាងប្រទេសនិងប្រទេសឬក៏សង្គ្រាមផ្ទៃក្នុងជាដើមដែលនាំឲ្យអង្គការនេះពិបាកក្នុងការសម្រេចនៅសមិទ្ធផលមួយដែលស្របទៅតាមការដោះស្រាយរួមគ្នាមួយនិយាយរួមគឺការចង់សម្រេចនៅអ្វីមួយគឺពិបាកជាងមុនដោយសារតែយើងលើកឧទាហរណ៍ដូចជាសង្គ្រាមបច្ចុប្បន្នរវាងអ៊ីរ៉ង់ជាមួយនឹងសហរដ្ឋអាមេរិកហ្នឹងហើយចំណុចនេះគឺប៉ះពាល់ផ្នែកសេដ្ឋកិច្ចហើយយើងក៏អាចទាញយក WTO ចូលទៅក្នុងរឿងនេះបានដូចគ្នាដោយសារតែសង្គ្រាមនេះបានធ្វើឲ្យអ៊ីរ៉ង់សម្រាប់បិទច្រកនាំប្រេងធំជាងគេនឹងហើយនៅប្រទេសអ៊ីរ៉ង់នឹងផ្ទាល់ដែលធ្វើឲ្យប៉ះពាល់ដូចជាក់ស្ដែងថ្លៃសាំងក៏ឡើងថ្លៃហើយវាជាឥទ្ធិពលដល់កម្ពុជាដូចគ្នាអញ្ចឹងនេះគឺជាចំណុចមួយដែលចង់បញ្ជាក់ថា WTO កំពុងមិនទាន់អាចធ្វើការសម្រេចចិត្តរួមគ្នាក្នុងការសម្រេចអ្វីមួយបានល្អនៅឡើយទេគឺពោលដោយសារតែមានសង្គ្រាមឬក៏មានចំនួននេះឯងដូច្នេះហើយនេះគឺជាអ្វីដែល WTO ព្យាយាមក្នុងការកែសម្រួលអញ្ចឹងសរុបមកវិញអង្គការ WTO គឺជាអង្គការពាណិជ្ជកម្មពិភពលោកដែលបង្កើតឡើងក្នុងគោលបំណងជំរុញស្តង់ដាររស់នៅនិងជំរុញជាមួយនឹងសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗនៅលើពិភពលោកដូច្នេះនេះគឺជាកិច្ចការងាររបស់ក្រុមរបស់ពួកយើងហើយគឺមានតែប៉ុណ្្នឹងទេអរគុណមែនទែនសម្រាប់ការតាមដានទស្សនាហើយយើងនឹងបើមានឱកាសក្រោយគឺអាចនឹងជួបគ្នាម្ដងទៀតបាទសូមអរគុណ